ខឹងសង្សារសំចៃផ្លូវជនជាតិចិនយកកំបិតចាក់របួសជើងឪពុកសង្សារបរិជនជាតិចិនម្នាក់ខឹងសង្សារជានារីខ្មែរសំចៃផ្លូវគ្នាយកកំបិតចង់ស្រួចតដេញចាក់ក្រុមគ្រួសារខាងលើបណ្ដាលឲ្យមានអ្នករងរបួសរួចភ័យរត់គេចខ្លួនបាត់ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង 9:25 នាទីយប់ថ្ងៃទី 12 ខែមីនាឆ្នាំ 2025 ស្ថិតនៅក្នុងភូមិព្រៃកៃសង្កាត់ភ្លើងឆេះរតេះខណ្ឌកំពូលរាជធានីភ្នំពេញតាមប្រភពព័ត៌មានបញ្ជាក់ពីនារីខ្មែរដែលត្រូវជាសង្សាររបស់បរិសុទ្ធជនជាតិចិនបង្កហិង្សាខាងលើបានឲ្យដឹងថាពួកគាត់មានទំនាក់ទំនងស្រឡាញ់គ្នាជិត1ឆ្នាំហើយរស់នៅជាមួយគ្នាទើបតែបាន4ខែប៉ុណ្ណោះដោយខាងបរិសុទ្ធជនជាតិចិនបានផ្ដល់លុយឲ្យនាងជាសង្សារចំនួន$4,000ដើម្បីបើកមុខរបររកស៊ីជាមួយគ្នាបន្ទាប់មកអ្នកទាំងពីរសហការគ្នាហើយខាងស្រីបានយកលុយទាំងអស់នោះទៅបើកលក់កាហ្វេឡាយលក់តាមអនឡាញរហូតមកលុះពីខែចុងក្រោយនេះអ្នកទាំងពីរចេះតែឆ្លោះប្រកែកគ្នាជាញឹកញាប់រហូតខាងស្រីទ្រាំមិនបានក៏សុំចែកផ្លូវជាមួយបរិសុទ្ធជនជាតិចិននេះតែម្ដងបន្ទាប់ពីបែកផ្លូវគ្នាខាងបរិសុទ្ធជនជាតិចិនបានទៅទារលុយពីនារីខ្មែរវិញម្ដងតែខាងស្រីមិនព្រមឲ្យនោះទេពីព្រោះខ្លួនបានខាត់បងខ្លួនប្រាណជាមួយបរិសុទ្ធជនជាតិចិនរូបនោះអស់ទៅហើយខាងប្រុសជាជនជាតិចិនមកទារលុយមិនបានត្រឡប់ទៅវិញលុះវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបាន booking pass up ជិះមកផ្ទះខាងស្រីដើម្បីទារលុយម្ដងទៀតនៅពេលនោះនារីជនជាតិខ្មែរជាសង្សារបានប្រាប់ទៅបរិសុទ្ធជនជាតិចិនថាបើចង់បានលុយត្រូវទៅប៉ុស្តិ៍ប៉ូលីសទាំងអស់គ្នាបន្ទាប់មកអ្នកទាំងពីរបានជជែកឆ្លោះប្រកែកគ្នាប្រតែងប្រតបគ្នាឪពុកម្ដាយខាងស្រីឃើញគេរករឿងកូនរបស់ខ្លួនក៏ព្រួតគ្នាវាយបរិសុទ្ធជនជាតិចិនរូបនោះខឹងក៏រត់ចូលទៅផ្ទះខាងស្រីយកកំបិតចុងស្រួចមកដេញចាក់ក្រុមគ្រួសារជនរងគ្រោះបណ្ដាលឲ្យមុតជើងឪពុករងរបួសពីកំបិតហូរឈាមបន្ទាប់មកប្រជាពលរដ្ឋជិតខាងឃើញក៏នាំគ្នាជួយអន្តរាគមន៍ខាត់បរិសុទ្ធជនជាតិចិនតែគាត់មិនបានជនបង្កបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុលុះក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់តាមរកជនបង្កគ្រប់ច្រកល្ហនៅតែមិនឃើញក៏ខាងគ្រួសារជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ក្រោយពេលកើតហេតុខាងលើក្រុមគ្រួសាររងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្លើងឆេះរតេះដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនបរិសុទ្ធជនជាតិចិនខាងលើមកផ្ដន្ទាទោសតាមផ្លូវច្បាប់សូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ